ពេលវេលានាថ្ងៃថ្មីនៃទឹកដីស្រុកសំឡូតខេត្តបាត់ដំបងព្រះអាទិត្យកំពុងតែបញ្ចេញពន្លឺរស្មីឡើងក្រហមច្រាលពីពេញនៃផ្ទៃមេឃច្បាស់ណាស់ថាវេលានេះអ្នកភូមិផងរបងជាមួយគ្នាកំពុងតែនាំគ្នាទៅចំការរៀងៗខ្លួនឯអ្នកខ្លះដែលប្រកបមុខរបរលក់ដូរក៏នាំគ្នារត់រះទៅផ្សាររៀងៗខ្លួនដែរឯខ្ញុំក៏ដល់ម៉ោងត្រូវក្រោកពីដំណេកដែលកំពុងគេងយ៉ាងលក់ស្កប់ស្កល់ដោយពុតដៃពុតជើងដើម្បីឲ្យស្វាងងើកងុយនិងអាចបានទៅសម្អាតខ្លួនឲ្យរួចរាល់ហើយចុះទៅញ៉ាំបាយរៀបនឹងចុះទៅញ៉ាំបាយស្រាប់តែម៉ាក់សុម៉ាលីនក៏បានមកដល់ភ្លាមអូនមីនាងក្រាប់ហើយឬនៅបាទម៉ាក់ក្រាប់ហើយអញ្ចឹងកូនទៅហៅមីនាងមកនឹងអាហូបបាយជុំគ្នាតន់មកហូបនៅក្តៅម៉ាក់និយាយចប់ភ្លាមខ្ញុំបានដើរចូលទៅក្នុងផ្ទះហើយទៅហៅសុម៉ាលីនអូនម៉ាក់ហៅញ៉ាំបាយចាស់បងទៅមុនទៅបន្តិចទៀតអូនទៅហើយខ្ញុំក៏ចុះទៅខាងក្រោមមុនដើម្បីជួយរៀបចំដុសបាយនិងរៀបចំទឹកឯម៉ាក់កំពុងតែរៀបចំសម្លនៅក្នុងផ្ទះបាយដើម្បីហូបបាយជុំគ្នាក្លិនសម្លឈ្ងុយប្រហើរហោះចូលមកក្នុងច្រមុះរបស់ខ្ញុំធ្វើឲ្យពោះរបស់ខ្ញុំកោលឺសូរគ្រុបចាំពេលម៉ាក់លើកម្ហូបមកដល់ល្មមដោយទ្រាំនឹងក្លិនឈ្ងុយមិនបានខ្ញុំក៏បានសួរទៅកាន់ម៉ាក់ព្រឹកនេះមានម្ហូបអ្វីពិសេសមែនទេម៉ាក់ញញឹមហើយតបវិញទាំងសម្លេងស្រទន់មកកាន់ខ្ញុំមានតាគឺសម្រាប់ពួកឯងតែពីរនាក់តែម្ដងស្របពេលនោះម៉ាក់ក៏បានដាក់ថាសម្ហូបនៅលើតុហើយបន្តនិយាយទៀតថានេះជាម្ហូបពិសេសពេលព្រឹកនឹងហើយខ្ញុំក្រឡេកមើលទៅម្ហូបទាំងចិត្តរំភើបឡើងគៀងមួយសន្ទុះព្រោះមានម្ហូបជាច្រើននៅក្នុងថាសដែលមានដូចជាប្រហុកដុតស្លឹកចេកត្រីអណ្ដែងអាំងជាមួយនឹងម្ជូរស្វាយសម្លម្ជូរត្រកួនលាយជាមួយកូនត្រីនិងទឹកគ្រឿងអន្លុកខ្ចីមួយមុខទៀតពេលខ្ញុំស្ងាត់បែបនេះម៉ាក់ក៏បានសួរចេះញ៉ាំទេកូនបាទម៉ាក់ចេះតាខាងញ៉ាំយូរហើយអញ្ចឹងល្អហើយញ៉ាំឲ្យច្រើនទៅខណៈពេលដែលខ្ញុំកំពុងតែនិយាយជាមួយម៉ាក់សុកសូម៉ាលីនក៏បានដើរមកដល់ក្រោយរួចលោតមកអោបកខ្ញុំហើយក៏និយាយថាទៅលេងទឹកធ្លាក់សំឡូតអូនប្រុងតែឥឡូវនេះមែនទេនាងតូចមិននិយាយតែងក្បាលជំនួសបងថាញ៉ាំបាយសិនទៅមែនហើយកូនឲ្យបងញ៉ាំបាយសិនទៅធ្វើមើលតែកូនក្មេងទៅហើយចាំទៅណាទៅភ្លាមបងពុទ្ធិកានាងល្អិតនេះរាល់ថ្ងៃធ្វើចរិតកូនក្មេងអញ្ចឹងមែនទេអត់ទេម៉ាក់ពេលនៅជាមួយកូនមិនខុសអីពីខ្លាទេខំកូនមិនលែងសោះឬបែបនេះម៉ាក់សុម៉ាលីនក៏បានផ្ទុះសំណើចតែក៏មើលទឹកមុខរបស់សុម៉ាលីនសម្រាប់មកកាន់ខ្ញុំសឹងថាបើអាចហែកសាច់ខ្ញុំបានប្រកបណាស់នឹងទុកតែឆ្អឹងទេភ្លាមនោះស្រាប់តែសុម៉ាលីនទាញកៅអីមកអង្គុយក្បែរខ្ញុំហើយក៏បានទាញចានបាយមកញ៉ាំនាងញ៉ាំបណ្ដាជើងរាវមកទាត់ធាក់ខ្ញុំបណ្ដាគិតទៅនឹងល្អិតនេះសងសឹកតោះតែបានមែនក្រោយពីពួកយើងបានស្រស់ស្រូបអាហារពេលព្រឹករួចពួកយើងក៏នាំគ្នាទៅផ្ទះវិចិត្រព្រោះចង់បបួលពីរនាក់គេទៅដើរលេងបានជាគ្នាផងមកដល់ផ្ទះរបស់វិចិត្រខ្ញុំបំរុងនឹងស្រែកហៅគេហើយស្រាប់តែវិចិត្របានដើរចេញមកពីផ្ទះបាយអាយ៉ារលកញីឈ្មោលមួយគូនេះបណ្ដាគ្នាទៅណាមកណានឹងចំលោកបងហ៊ានហៅខ្ញុំពីរនាក់ថាជារលកផងបើមិនឲ្យហៅរលកតើឲ្យគ្នាហៅយ៉ាងម៉េចទៅសាក់ឆ្លើយមើលលោកប្រុសបានហើយគ្នាគ្មានពេលលេងសើចជាមួយនឹងឯងទេនិយាយអញ្ចឹងគ្នាចង់បបួលឯងទៅលេងទឹកធ្លាក់ជាមួយគ្នាមានចំណាប់អារម្មណ៍ឬអត់សុំទោសផងគ្នាមិនបានទៅទេព្រោះគ្នារវល់ត្រូវយកលុយទៅឲ្យថ្លៃភ្នួងអញ្ចឹងមិនបានកំដរពួកឯងទាំងពីរទេមិនអីទេអញ្ចឹងគ្នាទៅពីអ្នកសុម៉ាលីនក៏បានដែរក្រោយពីសន្ទនាគ្នារួចខ្ញុំនិងសុម៉ាលីនក៏បានដឹកដៃគ្នាដើរមកផ្ទះវិញហើយក៏រៀបចំចេញទៅដោយទីម៉ូតូរបស់ខ្ញុំដែលចតនៅខាងមុខផ្ទះជិះចេញសម្ដៅទៅតាមគោលដៅដែលត្រូវទៅទស្សនភាពនេះតាមដងផ្លូវមើលទៅដូចជាស្ងាត់ជ្រងំប៉ុន្តែបែរជាប្រមូលផ្ដុំទៅដោយរថយន្តធំ
ដែលបោះគួរយ៉ាងលឿននៅលើដងផ្លូវបើយើងមកមើលពីសន្តាននៃផ្លូវវិញគឺផ្លូវបាត់បែនច្រើនតែក្រាលទៅដោយកៅស៊ូងាយស្រួលក្នុងការធ្វើដំណើរដែលនៅសងខាងផ្លូវអមទៅដោយភ្នំតូចធំដែលមានរុក្ខជាតិពណ៌បៃតងខៀវខ្ចីដុះពីលើបូករួមជាមួយនឹងខ្យល់ប៉ះមុខត្រជាក់តិចតិចដកដង្ហើមស្រូបចូលតិចតិចស្រង់យកក្លិនប្រហើរនៃធម្មជាតិចូលមកក្នុងច្រមុះយ៉ាងស្រស់ស្រាយធ្វើឲ្យមានអារម្មណ៍កាន់តែប្រសើរឡើងទុកកង្វល់ទាំងអស់ក៏ហោះហើរទៅតាមខ្យល់បើនិយាយពីការរស់នៅរបស់អ្នកស្រុកវិញគឺគេប្រកបមុខរបរធ្វើចម្ការដាំដំណាំហូបផ្លែនិងចិញ្ចឹមសត្វជាដើមដូច្នេះហើយទើបយើងឃើញថានៅតាមជើងភ្នំជាចម្ការរបស់អ្នកស្រុកដែលមានដំណាំហូបផ្លែជាច្រើនប្រភេទយ៉ាងសម្បូរបែបហើយបើមើលតាមជើងភ្នំជិតចម្ការយើងក៏ឃើញមានផ្ទះមួយដាច់ស្រយាលពីគ្នានោះគឺជាផ្ទះចម្ការរបស់ពួកគាត់នេះឯងឯនៅតាមដងផ្លូវក៏មានផ្ទះអ្នកភូមិរៀងញឹកគ្រាន់បើឃើញបែបនេះហើយក៏គិតក្នុងចិត្តថាបើពេលចាស់ទៅឲ្យរស់នៅជាមួយមនុស្សដែលយើងស្រឡាញ់នៅកន្លែងដ៏ស្ងប់ស្ងាត់ជាមួយការរស់នៅដ៏សាមញ្ញកូនផ្ទះតូចមួយដាំដំណាំចិញ្ចឹមសត្វរស់នៅតាមបែបធម្មជាតិមិនដឹងជាល្អប៉ុណ្ណានោះទេនឹកដល់ត្រឹមនេះខ្ញុំក៏ក្រឡេកទៅមើលសូម៉ាលីននាងកំពុងតែអោបចង្កេះខ្ញុំឡើងស្អិតដូចជាស្គរតាំងម៉ែអញ្ចឹងប្រហែលជាកំពុងតែមានក្តីសុខមិនខុសអីពីខ្ញុំនោះទេលុះជិះមកដល់ពាក់កណ្ដាលផ្លូវមានសភាពស្ងប់ស្ងាត់ពេកខ្ញុំក៏នឹកឃើញចង់សួរនាំសូម៉ាលីនអំពីរឿងខ្លះដើម្បីកុំឲ្យស្ងប់ស្ងាត់បាត់មាត់បាត់កអីណាមួយវាក៏ជារឿងដែលខ្ញុំចង់ដឹងដូចគ្នាដែរអូនលោកយាយរបស់អូនគាត់ស្លាប់បានប្រហែលឆ្នាំហើយហេតុអ្វីបងសួរអូនពីរឿងលោកយាយគឺមកពីបងបានឃើញរូបថតដែលម៉ាក់អូនទុកនៅជញ្ជាំងលោកយាយអូនគាត់ទើបតែនឹងចែកឋានទៅឆ្នាំមុននេះទេអញ្ចឹងគាត់មានទំនាក់ទំនងល្អជាមួយអូនខ្លាំងប៉ុណ្ណាដែរមិនបានសឹកសុកបងចង់ដឹងរឿងអូននិងលោកយាយអញ្ចឹងគឺមកពីបងចង់ដឹងនឹងហើយពេលនោះសូម៉ាលីនក៏បាននិយាយរៀបរាប់ប្រាប់អំពីទំនាក់ទំនងរបស់នាងនិងលោកយាយកាលអូនអាយុ6ឆ្នាំម៉ាក់ប៉ារបស់អូនគាត់ទៅធ្វើការនៅស្រុកគេហើយពេលនោះហើយដែលអូនបានរស់នៅជាមួយលោកយាយរហូតមកគាត់ស្រឡាញ់អូនមើលថែអូននិយាយរួមទៅលើកពីម៉ាក់ប៉ាដែលធ្លាប់មើលថែអូនទៅទៀតពេលគាត់ទៅណាមកណាគាត់មិនដែលទុកអូនចោលទេគឺតែងតែយកអូនទៅតាមជានិច្ចតែមានថ្ងៃមួយគឺអូនឈឺខ្លាំងដល់ថ្នាក់កៀងទាំងកណ្ដាលយប់លោកយាយគាត់បានបីអូនរត់ទៅពេទ្យចុងភូមិទាំងដែលពេលនោះពេទ្យបិទអស់ហើយតែលោកយាយគាត់ខំស្រែកហៅគេរហូតទាល់តែគេបើកទ្វារលោកយាយយំផងស្រែកផងអង្វរសុំពេទ្យជួយព្យាបាលអូនខណៈពេលដែលខ្ញុំកំពុងតែស្ដាប់សូម៉ាលីននិយាយស្រាប់តែក្រឡេកភ្នែកមួយផ្លែតក៏ប្រទះឃើញសត្វស្កាមួយក្បាលរត់កាត់មុខម៉ូតូខ្ញុំភ្លាមនោះខ្ញុំក៏បានកាច់ចង្កូតជិះចេញយ៉ាងប្រញាប់ធ្វើឲ្យរេចង្កូតចូលទៅកណ្ដាលផ្លូវតែក៏ជាអកុសលក៏មានឡានមួយគ្រឿងក៏បានបើកមកយ៉ាងលឿនមកបុកខ្ញុំនិងម៉ូតូរបស់ខ្ញុំហើយពេលនោះហើយកែភ្នែករបស់ខ្ញុំទាំងសងខាងបានឃើញមនុស្សជាទីស្រឡាញ់កំពុងតែដេកស្ដុកស្ដឹងនៅចំហៀងផ្លូវពេលនោះខ្ញុំពិតជាចង់ក្រោកទៅដាស់នាងណាស់តែជើងទាំងគូរបស់ខ្ញុំត្រូវគៀបជាមួយនឹងកង់ឡានបាត់ទៅហើយទោះចង់រើយ៉ាងណាក៏ពុំបានទាល់តែសោះការឈឺចាំបូករួមទាំងរន្ធត់នឹងការបាត់បង់ពេលនោះក៏បណ្ដាលឲ្យខ្ញុំសន្លប់បាត់ស្មារតីទៅព្រមលិខិតហេតុអ្វីមិនព្រមឲ្យពួកខ្ញុំទាំងពីរបានរស់នៅជួបជុំគ្នាជាមួយនឹងមនុស្សដែលខ្ញុំស្រឡាញ់ហេតុអ្វីបានជាពងរត់ហើយបណ្ដាលឲ្យខ្ញុំមករស់នៅទាំងវេទនាបែបនេះបើសិនជាអ្នកតើអ្នកនឹងឈឺចាប់ដែរឬទេ7ថ្ងៃគឺវាតិចណាស់សម្រាប់ខ្ញុំជាមួយនាងតើខ្ញុំទាំងពីរជាអ្នកខុសមែនទេខ្ញុំពិតជាស្អប់លោកខ្លាំងណាស់ព្រមលិខិតមួយខែក្រោយមកនៅក្រោមដើមឈើមួយនៅខាងមុខចេតិយមានឃើញរទេះរុញមួយដែលគេកំពុងតែសង្កេតឃើញថាមានបុរសម្នាក់រៀងស្គមសក់វែងត្រឹមកហើយនៅក្នុងដៃរបស់គេកំពុងតែកាន់រូបថតមួយសន្លឹកដែលជារូបនារីម្នាក់មិនខុសនោះទេម្ចាស់រូបគឺជាសូម៉ាលីនគេអង្គុយតាំងទឹកមុខក្រៀងក្រំដៃអោបរូបថតជាប់នឹងទ្រូងតែភ្នែកពោពេញទៅដោយការឈឺចាប់ព្រមទាំងពោលឡើងថាវាលឿនពេកហើយសម្រាប់ពួកយើងទាំងពីរក្តីស្រឡាញ់ដែលទើបតែចាប់ផ្ដើមតែប៉ុន្មានថ្ងៃសោះ
Bà chỉត្រូវរលីកបាត់ទៅមួយពពេចភ្នែកអាចទេមកយកបងទៅជាមួយផងរាល់ថ្ងៃនេះបងមិនខកអីពីស្លាប់នោះទេអូនណាបាទអូនទៅចោលបងបែបនេះអូនទុកឲ្យបងរៀបការជាមួយអ្នកណាអូនឆាប់ត្រឡប់មកបំពេញសន្យារបស់អូនវិញភ្លាមអូនចាំបានទេថ្ងៃមង្គលរបស់វិចិត្រគឺជាថ្ងៃដែលបងមានក្តីសុខបំផុតនៅពេលដែលបងបានសុំអូនរៀបការតែថ្ងៃនេះបែរជាបាត់អូនឈឹងមិនឃើញសំបីតែស្រមោលតែមិនអីទេចិញ្ចៀនមួយវងនេះបងនឹងពាក់វារហូតដល់ថ្ងៃណាមួយបងទៅនៅជាមួយអូននិយាយចប់នាយក៏យកថតដែលគេកំពុងតែកាន់នៅនឹងដៃមកថើបទាំងទឹកភ្នែកស្រក់ចុះមកដកជាប់នឹងលើរូបថតរបស់សុមាលីនខណៈដែលពុទ្ធិកាកំពុងតែយំសោយសោកស្រាប់តែវិចិត្រក៏បានមកដល់កាត់ចិត្តទៅសម្លាញ់នាងទៅបានសុខហើយនៅឡើយតែយើងដែលនៅរស់ទេដែលត្រូវរស់នៅបៀមទុកបើឯងនៅតែបន្តបែបនេះរាល់ថ្ងៃសុមាលីនដឹងក៏មិនសប្បាយចិត្តដែរវិចិត្រនិយាយរួចពុទ្ធិកាក៏បានងើបមុខឡើងទាំងកែវភ្នែកក្រហមច្រាលជាប់ដោយដំណក់ទឹកភ្នែកស្រក់ចុះមុខមិនព្រមដាច់និយាយតបមកវិចិត្រវិញទាំងសំឡេងខ្សែមកពីគ្នាគឺគ្នាជាអ្នកខុសបើថ្ងៃនោះគ្នាកុំកិច្ចនឹងសត្វស្កានោះក៏ពុំមានរឿងនឹងកើតឡើងដែរកុំបន្ទោសខ្លួនឯងអីសម្លាញ់គ្មានអ្នកណាចង់ឲ្យមានរឿងនឹងកើតឡើងនោះទេនិយាយចប់វិចិត្រក៏ហុចថង់មួយឲ្យទៅពុទ្ធិកាគ្នាមានរបស់មួយចង់ឲ្យទៅឯងរបស់អ្វីទៅគឺជាសម្បត្តិរបស់សុមាលីនគេសរសេរទៅឲ្យឯងគ្នាឃើញនៅក្រោមខ្នើយរបស់នាងតែក្នុងនោះមិនដឹងថានាងសរសេរអ្វីខ្លះនោះទេឃើញខាងក្រៅស្រោមសម្បត្តិគឺមានសរសេរឈ្មោះរបស់ឯងចាប់បើកមើលទៅក្រែងបានធូរចិត្តខ្លះពេលនោះពុទ្ធិកាក៏បានយកសម្បត្តិពីដៃវិចិត្រមកក្តាប់ជាប់នឹងដៃអរគុណហើយមិនអីទេសម្លាញ់អញ្ចឹងគ្នាទៅសិនហើយកុំពិបាកចិត្តច្រើនពេកអីនិយាយរួចវិចិត្រក៏បានដើរចេញបាត់ទៅដោយបន្សល់ទុកនៅទួលដោយសារកំសត់របស់យើងដែលនៅអង្គុយលើរទេះម្នាក់ឯងនៅមុខចេតិយរបស់គូស្នេហ៍សំណប់ចិត្តនៃសម្លឹងមើលទៅសម្បត្តិក្នុងចិត្តកំពុងតែរសាប់រសល់មិនដឹងថាគូបើកអានឬអត់គិតបានមួយសន្ទុះទីបំផុតពុទ្ធិកាក៏បានសម្រេចចិត្តបើកសម្បត្តិនោះអានសេចក្តីសម្បត្តិរបស់ពុទ្ធិកាអូនបានដឹងមុនទៅហើយថាបងនឹងបានអានសម្បត្តិមួយនេះអូនបានសរសេរវាទុកតាំងពីថ្ងៃដែលបងបានសារភាពថាស្រឡាញ់អូនពេលដែលយើងមើលថ្ងៃលិចជាមួយគ្នាមកម្ល៉េះបងចាំអត់ថ្ងៃដែលអូនជួបបងដំបូងអូនមានចិត្តលើបងបាត់ទៅហើយតែពេលនោះអូនចង់ដឹងថាបងអាចស៊ូនឹងអូនបានឬអាចយកឈ្នះអូនបានឬអត់អូនសុំទោសផងសម្រាប់ពីកំភ្លៀងដែលអូនបានទះបងឈឺដែរទេអូនដឹងថាបងឈឺតែអូនធ្វើមិនខ្វល់ព្រោះអូនចង់ធ្វើចរិតស្រីស្អាតចង់ឲ្យបងតាមលួងអានដល់ចំណុចនេះបងប្រហែលជាសាយហើយមែនទេមិនចាំបាច់សាយទេប្រឹងរកចិត្តនាងល្ងងបងមិនបានសាយនោះទេគឺបងកំពុងតែយំអានសម្បត្តិអូនឡើងចង់លេចផែនដីនេះបាត់ទៅហើយអូថ្ងៃដែលបងនាំអូនទៅញ៉ាំការ៉េពេលនោះអូនមិនចូលចិត្តសូកូឡាទេអូននិយាយក៏ហក់បងកុំឲ្យបងអន់ចិត្តមួយវិញទៀតថ្ងៃនោះបងក៏និយាយក៏ហក់អូនដែរថាបងចូលចិត្តញ៉ាំការ៉េតែការពិតបងមិនចូលចិត្តញ៉ាំវាទេព្រោះមួយរយៈដែលអូនបាននៅជាមួយបងអូនដឹងថាបងមិនចូលចិត្តញ៉ាំរបស់ផ្អែមឡើយពុទ្ធិកាបងដឹងទេថ្ងៃដែលអូនសប្បាយចិត្តបំផុតគឺជាថ្ងៃដែលបងសុំអូនរៀបការនៅចំពោះមុខគេគ្រប់គ្នាថ្ងៃនោះអូនសន្តាននិយាយអ្វីមិនចេញនោះទេបានត្រឹមតែស្រក់ទឹកភ្នែករំភើបចំពោះទង្វើរបស់បងមួយវិញទៀតចិញ្ចៀនដែលបងបានបំពាក់ជូនអូនវាស្អាតខ្លាំងណាស់បងក៏ពូកែរទៀតត្រូវល្មមនឹងដៃរបស់អូនអរគុណណាស់ប្តីសម្លាញ់មែនហើយអូនភ្លេចអូនក៏មានរបស់ឲ្យបងដែរពេលទៅដល់ក្នុងបន្ទប់អូនបងបើកមើលក្នុងកូនទូបងនឹងឃើញវាហើយបានហើយអូនបញ្ចប់សម្បត្តិត្រឹមនឹងហើយ
ពីព្រោះអូនមិនពូកែសរសេរសម្បត្តិដូចជាបងនោះទេជាចុងក្រោយអូនអរគុណបងគ្រប់យ៉ាងតែងតែផ្ដល់ភាពកក់ក្ដៅជូនអូនកន្លងមកពីអូនសុកម៉ាលីនអានសម្បត្តិចប់ពុទ្ធិកាក៏ឈ្ងោកមុខចុះសម្រាប់ទឹកភ្នែកហូរកាត់ផ្ពាល់ស្រក់តក់លើសម្បត្តិអូនគេងយូរពេកហើយអូនឆាប់ងើបមកដេញវីបងម្ដងទៀតមកកុំទុកឲ្យបងនៅតែម្នាក់ឯងអីបងមិនចង់រស់នៅឲ្យគ្មានអូននោះទេនិយាយបណ្ដាទឹកភ្នែកហូរបណ្ដាទាំងក្នុងទ្រូងឈឺអួនណែនអស់ទៅហើយពេលនេះពុទ្ធិកាទាំងផ្លូវកាយទាំងផ្លូវចិត្តតើគេអាចស៊ូរស់នៅបានយ៉ាងយូរប៉ុណ្ណាទៅមួយថ្ងៃនៃអនុស្សាវរីយ៍ជាមួយថ្ងៃនៃភាពសោកសង្រេងរបស់គូស្នេហ៍ដែលមានពន្លឺបានបន្តិចតែជាអកុសលបើជារលត់បាត់ទៅវិញ10ឆ្នាំក្រោយមកនៅលើរទេះរុញដែលមានបរិសម្នាក់មុខមាត់ចាស់ជ្រីជ្រួញរាងកាយស្គមសាក់ស្កូវកំពុងអង្គុយគូររូបនារីដ៏ស្រស់ស្អាតម្នាក់គូបណ្ដាញញឹមបណ្ដាដូចជាពេញចិត្តនឹងរូបមួយនោះខ្លាំងណាស់ខណៈពេលដែលគេកំពុងតែអង្គុយគូររូបសុកស្រាប់តែមានក្មេងស្រីម្នាក់បានដើរមករកគេនាងមានរាងស្ដើងសក់ប្រាស្មាបបោមាត់ផ្កាឈូកពីធម្មជាតិមើលយូរទៅគឺកាន់តែដូចមនុស្សម្នាក់ដែលបានចាត់ចេញចោលគេអស់រយៈពេលជាច្រើនឆ្នាំកាន់តែធំកាន់តែដូចជាពិសេសគឺសក់និងបបោមាត់តែម្ដងពិតជាស្រស់ស្អាតខ្លាំងណាស់លោកពូពុទ្ធិកាក្មួយមកលេងពូហើយភ្លាមនោះនេះក៏បានក្រឡេកក្រោយមើលហើយក៏បាននិយាយតបវិញលក្ខិណាបាត់ខានមកលេងពូយូឥឡូវស្រស់ស្អាតដល់ហើយចុះឯណាតារបស់ក្មួយពេលនោះស្រាប់តែវិចិត្រក៏បានដើរចេញមករួចក៏បាននិយាយទៅកាន់ពុទ្ធិកាថាមួយថ្ងៃនៅសងំគូរូបតែកន្លែងនឹងមើលទៅមុខឡើងចាស់អស់ហើយល្មមសម្រាប់ដើរទៅលេងខ្លះទៅបើមិនឲ្យគ្នាគូរូបលូកតើឲ្យគ្នាទៅធ្វើអ្វីបានរបរនេះហើយដែលគ្នាបានចិញ្ចឹមក្រពះណែឬមួយឯងចង់ចិញ្ចឹមយើងពីឌឺដងផ្លែផ្កាក៏មានបន្តរវាងមិត្តសម្លាញ់ទាំងពីរពួកគេក៏អង្គុយប្រកែកគ្នាទៅវិញទៅមកមិនខុសអីពីពួកគេ